នេះគឺជាអត្ថន័យពិតនៃដើមឈើចាំស្នាយក្បែរមាត់សមុទ្រនៃខេត្តព្រះសីហនុដែលបងប្អូនមួយចំនួនតែងតែយល់ច្រឡំតាមពិតទៅដើមឈើចាំស្នាយឬសាលាចាំស្នាយនេះមិនមានរឿងរ៉ាវជាប្រវត្តិសាស្ត្រអ្វីនោះទេក៏ប៉ុន្តែការរៀបចំអ្វីមួយប្រកាសជាមានហេតុផលជាពិសេសគឺអត្ថន័យតាមរយៈការស្រាវជ្រាវមួយចំនួនខ្ញុំសង្កេតឃើញថាដើមឈើចាំស្នាយនេះគឺមានគេសរសេរជាសាច់រឿងប្រឡំលោកបែបមនោសញ្ចេតនាដែលគួរឲ្យជក់ចិត្តមួយតែវាគឺជាសាច់រឿងដែលប្រឌិតឡើងតែប៉ុណ្ណោះហើយមុននឹងចូលទៅកាន់សាច់រឿងលម្អិតសូមបងប្អូនជួយចុច follow ម្នាក់មួយផងព្រោះអ្នកតាមដាន page របស់ខ្ញុំជាង 90% អត់បានចុច follow ព្រោះភ្លេចពេលមើលវីដេអូចប់នៅក្នុងនីតិនោះគេបាននិយាយថាមានគូស្នេហ៍មួយគូបានស្គាល់និងស្រឡាញ់គ្នាតាំងពីកុមារភាពដោយពួកគេតែងតែលេងឆ្នេរនិងធ្វើការសច្ចាស្នេហ៍នៅក្រោមដើមឈើធំមួយពេលធំឡើងពួកគេត្រូវបែកគ្នាដោយសារនារីត្រូវទៅរៀននៅភ្នំពេញរីឯខាងបុរសនៅខេត្តបរសៃនុហើយពួកគេមិនបានតាក់ទងគ្នាទៀតឡើយរីឯខាងបុរសនៅតែស្រឡាញ់នៅតែនឹករលឹកនិងសរសេរសម្បត្តិទុកនៅដើមឈើនោះជារៀងរាល់ថ្ងៃក្រោយមកបុរសនោះត្រូវជួបគ្រោះថ្នាក់បាត់បង់ការចងចាំហើយត្រូវបានព្យាបាលដោយនារីដែលជាគូស្នេហ៍របស់គាត់ប៉ុន្តែគាត់មិនស្គាល់នាងទេនាងព្យាយាមគ្រប់វិធីគ្រប់មធ្យោបាយដើម្បីឲ្យគាត់ចងចាំឡើងវិញរួមទាំងនាំគាត់ទៅដើមឈើនិងអានសម្បត្តិស្នេហ៍គាត់ស្ដាប់តែចុងក្រោយបុរសហាក់ដូចជាចងចាំឡើងវិញហើយអ្នកទាំងពីរបានជួបគ្នាឡើងវិញនិងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលតែជាក់ស្ដែងបុរសបានចងចាំតាំងពីដំបូងហើយគ្រាន់តែជាការសាកល្បងចិត្តនារីតែប៉ុណ្ណោះរឿងនេះបង្ហាញពីសេចក្តីស្មោះត្រង់និងភក្តីភាពស្នេហ៍ហើយក៏ជាមូលហេតុដែលនាំឲ្យដើមឈើនោះត្រូវបានគេហៅថាដើមឈើចាំស្នេហ៍តែបើតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគាត់មានប្រសាសន៍ថាដើមឈើចាំស្នេហ៍ឬសាលាចាំស្នេហ៍គឺតំណាងឲ្យភាពគង់វង្សគឺបានន័យថាការពារសន្តិភាពមិនឲ្យបាត់បង់ការពារឯករាជ្យអធិបតេយ្យភាពជាតិរបបរាជានិយមរាជបល្ល័ង្កនិងការពារអ្វីដែលមាននាពេលបច្ចុប្បន្នឲ្យបានគង់វង្សតទៅហើយសម្ដេចក៏បានបញ្យល់ទៀតថាពាក្យថាចាំគឺមិនដែលជួបដោយបានសេចក្តីថានៅទីនេះគឺចាំរហូតហើយបើពាក្យថាជួបហើយគេមិនហៅថាចាំនោះទេចុះសម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះអត្ថន័យក៏ដូចជាសាច់រឿងខ្លីដែលខ្ញុំបាននិយាយមិញហើយជាពិសេសបើសិនជាបងប្អូនបានថតរូបលេងនៅម្ដុំហ្នឹងសូមខមមិនរូបភាពបងប្អូននៅខាងក្នុងវីដេអូនេះផង